សួស្តីប្រិយមិត្តវិលមកជួបគ្នាសាជាថ្មីទៀតជាមួយคลิปវីដេអូកន្លឹះល្អៗប្រចាំចុងសប្តាហ៍ពី Camp Top Tech នៅចុងសប្តាហ៍នេះ Camp Top Tech សូមបង្ហាញជូននៅកន្លឹះដែលមានប្រយោជន៍មួយទៀតសម្រាប់ប្រិយមិត្តគឺរបៀបនៃការ log out Facebook ID ចេញពី Facebook Messenger ដែលប្រិយមិត្តភាគច្រើនមិនទាន់ដឹងពីរបៀបនៃការ log out Facebook ID របស់ខ្លួនចេញពី Facebook Messenger នៅឡើយទេនៅចុងសប្តាហ៍នេះវីដេអូដែល Camp Top Tech បង្ហាញជូនប្រិយមិត្តគឺមានលក្ខណៈប្លែកបន្តិចគឺ Camp Top Tech សូមបង្ហាញជូនតាមរយៈអេក្រង់របស់ Smartphone ផ្ទាល់តែម្ដងសូមជួបជាមួយនឹងកន្លឹះដ៏ពិសេសនេះដូចតទៅជាធម្មតានៅក្នុង Facebook Messenger របស់យើងនៅពេលដែលយើង log in ចូលទោះបីជាយើងស្វែងរកវានៅទីណាក៏ដោយក៏យើងមិនឃើញអំពីវិធីក្នុងការ log out ចេញពី Facebook Messenger របស់ Facebook ដែរដូច្នេះយើងមានវិធីក្នុងការ log out Facebook Messenger ដែលជាវិធីដ៏ងាយបំផុតគឺយើងមិន log out តាមរយៈកម្មវិធី Facebook Messenger នេះឡើយដោយសារយើងរកមិនឃើញនៅវិធី log out ទេដូច្នេះសូមតាមដានពីវិធី log out ដូចតទៅគឺយើងត្រូវចូលទៅក្នុង setting ហើយទៅស្វែងរក Facebook Messenger នៅក្នុង app management សូមចាប់ផ្ដើមចូល setting គឺ setting នៅទីនេះបន្ទាប់មកយើងអូសចុះក្រោមដើម្បីស្វែងរកពាក្យថា appប៉ុន្តែចំពោះ smartphone ខ្លះអត់ចេញពាក្យថា app ដោយខ្លីៗអញ្ចឹងទេគឺ application management ឬក៏ app management ជាដើមប៉ុន្តែយើងនិយាយឲ្យខ្លីថាគឺចូលទៅក្នុង setting ហើយគឺយើងទៅស្វែងរកបណ្ដុំដែលកម្មវិធីស្ថិតនៅនេះគឺ app អញ្ចឹងយើងចូលទៅ app ហើយស្វែងរក Facebook Messenger ដែលយើងហៅសាមញ្ញថា Messenger នេះគឺ Facebook Messenger បន្ទាប់មកទៀតយើងចូលទៅកាន់ Facebook Messenger នេះគឺជាទិន្នន័យរបស់ Facebook Messenger ដែលរត់នៅលើ smartphone របស់យើងដើម្បីអាចឲ្យយើង log out Facebook ID ចេញពី Facebook Messenger បានវិធីគឺងាយបំផុតគឺនៅក្នុងព័ត៌មានស្ដីពី Facebook Messenger មានពាក្យថា uninstall មានន័យថាលុបកម្មវិធី Messenger នឹងចោលប្រិយមិត្តខ្លះដែលចង់ប្រើប្រាស់ Messenger ជាមួយនឹង Facebook ID ថ្មីគេច្រើនតែប្រើប្រាស់នៅវិធីសាស្ត្រមួយគឺការ uninstall មានន័យថាលុបកម្មវិធី Messenger ចោលប៉ុន្តែវិធីនេះធ្វើឲ្យយើងខាតថវិកាពីព្រោះយើងត្រូវការ download សារជាថ្មីនៅ Facebook Messenger វិធីបែបនេះគឺជាវិធីដែលប្រិយមិត្តភាគច្រើនតែងតែដោះស្រាយតាមវិធីនេះប៉ុន្តែយើងមើលនៅក្រោមពាក្យថា uninstall គឺមាន clear data នៅទីនេះមានដល់ទៅ2ជម្រើសគឺ clear 1 clear data ចំណែកឯ clear ទី2គឺ clear cache អ្វីដែលយើងត្រូវជ្រើសរើសហ្នឹងគឺមិនមែន clear cache ទេគឺ clear data កាលណាយើង touch លើពាក្យ clear data វានឹងលុបទិន្នន័យផ្សេងៗដែលយើងធ្លាប់ log in ចូលនៅក្នុង Facebook Messenger សូមចាប់ផ្ដើមនេះគឺ clear data ចុចលើវាហើយទៅ OKពេលនោះទិន្នន័យទាំងអម្បាលម៉ានដែលយើងធ្លាប់តែ log in ជាមួយនឹង Facebook Messenger វានឹងវិលមករកសភាពដូចដើមវិញអញ្ចឹងសូមមើលខ្ញុំសាកចូល Facebook Messenger សារជាថ្មីដែល Facebook Messenger ដែលពេលមុននៅពេលដែលខ្ញុំមិនទាន់ clear data ហ្នឹងគឺខ្ញុំបាន log in នៅក្នុង Facebook Messenger របស់ខ្ញុំម្ដងរួចទៅហើយដូច្នេះខ្ញុំសាកចូលទៅម្ដងទៀតនេះគឺអ្វីដែលយើងចង់បានត្រូវបានដោះស្រាយរួចរាល់ហើយតាមរយៈការចូលទៅ clear data នៅក្នុង setting គឺយើងអាច sign in ចូលជាមួយ Swift account នៅខាងក្រៅបំផុតហ្នឹងគឺយើងអាច log in ចូលប្រើ Facebook Messenger គឺជាការស្រេចប្រិយមិត្តឃើញហើយគឺយើងអាចដាក់ email ឬក៏លេខទូរស័ព្ទហើយខាងក្រោមគឺជា password សូមអរគុណចំពោះការតាមដានគន្លឹះល្អៗប្រចាំចុងសប្តាហ៍ពី Camp Top Tech ហើយ Camp Top Tech សូមសន្យាថានៅសប្តាហ៍ក្រោយនឹងនាំមកជូនគន្លឹះដ៏ថ្មីមួយទៀតហើយនឹងមានប្រយោជន៍សម្រាប់ប្រិយមិត្តសូមអរគុណ